ប្រទេសលីយ៉ុងប្រទេសលីយ៉ុងសំទោសទីក្រុងលីយ៉ុងជាមួយបងសារ៉ាមចាអញ្ចឹងដោយគាត់បាននិយាយមិញអញ្ចឹងគឺយើងស្វែងយល់ពីរឿងកិច្ចព្រមព្រៀងហ្នឹងដោយសារថាយើងដឹងច្បាប់នេះជាច្បាប់អន្តរជាតិជួយទៅដល់ការពារប្រទេសកម្ពុជាបានចាការពាររបៀបម៉េចគឺការពារដើម្បីមិនបាច់ធ្វើសង្គ្រាមមិនបាច់បង្ហូរឈាមហើយដោយបងប្រុសមិញគាត់និយាយអញ្ចឹងគឺប្រទេសយើងគ្មានកម្លាំងគ្មានសេដ្ឋកិច្ចគ្មានសម្ភារវុធទាំងឡាយដើម្បីការពារទេអញ្ចឹងច្បាប់នេះជាច្បាប់អន្តរជាតិទទួលស្គាល់ដោយពិភពលោកមាន18ប្រទេសដែលបានចុះហត្ថលេខាហើយក៏បានសរសេរជា5ភាសាដែរនេះខ្ញុំបានដាក់សភៅមានសរសេរទាំង5ភាសាបើបងប្អូនណាមិនដែលស្គាល់ទេអាចគាត់ថា unaperçu ប៉ះពាល់វាបន្តិចទៅដែលក្រែងលោបានវាឆ្លងចាឆ្លងយកមកសិក្សាជាមួយគ្នាទោះយ៉ាងម៉េចក៏មានសរសេរជា5ភាសាភាសានីមួយទទួលស្គាល់ដោយពិភពលោកមានតម្លៃស្មើគ្នាគឺភាសាបារាំងអង់គ្លេសចិនរុស្ស៊ីហើយនិងខ្មែរអញ្ចឹងត្រឡប់មកវិញក្នុងនឹងមាន4កិច្ចព្រមព្រៀងធំក្នុងកិច្ចព្រមព្រៀងនឹងទាំងមូលកិច្ចព្រមព្រៀងទាំងមូលនឹងឈ្មោះកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាអញ្ចឹងយើងគ្រាន់តែលើចំណងជើងហ្នឹងវាមានខ្លឹមសារខ្លាំងហើយអញ្ចឹងក្នុងហ្នឹងបែងចែកមាន4កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងមួយជាកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្ដីពីកម្ពុជាអញ្ចឹងតិចទៀតបងសារាមនឹងសង្ខេបខ្លះខ្ញុំគ្រាន់តែឲ្យជាចំណងជើងសិនចំណងជើងទី2គឺដោយកិច្ចព្រមព្រៀងដើមអញ្ចឹងគឺកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាតំណាងនិយាយពីដំណាក់កាលអន្តរកាលគឺនិយាយពីតាំងពីអ៊ុនតាក់ចុះទៅដល់ប្រទេសកម្ពុជាហើយនឹងបានបោះឆ្នោតដោយយុត្តិធម៌ហើយត្រឹមត្រូវរើសបានរដ្ឋាភិបាលខ្មែរមួយទទួលស្គាល់ហើយនឹងបញ្ជាក់ពីអង្គការសហប្រជាជាតិចាហ្នឹងគឺកិច្ចព្រមព្រៀងទី2ទី3ជាសំខាន់ជាទីបំផុតគឺកិច្ចព្រមព្រៀងនិយាយអំពីអធិបតេយ្យភាពបូរណភាពឯករាជ្យភាពដែលភាពមិនអាចរំលងបាននិងឯកភាពជាតិរបស់កម្ពុជាអញ្ចឹងកិច្ចព្រមព្រៀងនេះឯងដែលយើងត្រូវតែយកមកប្រើបច្ចុប្បន្នហ្នឹងដែលសៀមជាប្រទេសមួយប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះបានសន្យាជាក់លាក់មិនរំលោភប្រទេសកម្ពុជានិងថែមជួយថែរក្សាបូរណភាពប្រទេសកម្ពុជាទៀតចាហ្នឹងហើយក៏មានក្នុងនោះមានមេត្រាជាច្រើនដែលអាចយកមកសិក្សាហើយក៏ត្រូវតែជំរុញរដ្ឋាភិបាលអ្នកដឹកនាំទោះបីយើងជាពលរដ្ឋក៏ដោយក៏យើងមានសិទ្ធិធ្វើការតស៊ូមតិគឺប្រើលិខិតឬអ៊ីមែលផ្ញើទៅដល់ក្រសួងការបរទេសគ្រប់ប្រទេសហត្ថលេខីទាំងអស់ដើម្បីឲ្យគេងាកមកមើលថាតើកិច្ចព្រមព្រៀងហ្នឹងគេបានសន្យាហើយតើគេត្រូវតែជួយដោះស្រាយឲ្យប្រទេសកម្ពុជាចាហើយទី4ចុងក្រោយនេះគឺកិច្ចព្រមព្រៀងគេនិយាយអំពីសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញចាអញ្ចឹងគេមានតួនាទីក្រោយពេលប្រទេសកម្ពុជាបានចាក់ចេញពីសង្គ្រាមមកគឺបានខូចខាតច្រើនអញ្ចឹងដើម្បីសងអ្វីពីដល់ប្រទេសកម្ពុជាវិញគេមិនអាចសងជាជីវិតបានទេអញ្ចឹងអ្វីដែលគេអាចធ្វើបានគឺកសាងប្រទេសកម្ពុជាឲ្យបានជឿនលឿនដឹកនាំទៅតាមប្រជាធិបតេយ្យដោយប្រទេសជឿនលឿនគេចឹងដែរចា៎នេះអ្វីជា4កិច្ចព្រមព្រៀងក្នុងនឹងចា៎ខ្ញុំសូមចែករំលែកទាំងប៉ុណ្្នឹងសិនខ្ញុំសូមចែករំលែកខ្លឹមសារកិច្ចព្រមព្រៀងទាំង4ហ្នឹងតើមានខ្លឹមសារអ្វីខ្លះជូនសង្ខេបតែខ្លីៗព្រោះពេលវេលាយើងមិនមានច្រើនទេដូច្នេះកិច្ចព្រមព្រៀងចុងក្រោយទី1គឺកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជាដែលនៅទំព័រ46ដល់49មាន15ចំណុចគឺកិច្ចព្រមព្រៀងនេះប្រកាសពិភពលោកទទួលស្គាល់ខ្មែរទាំងបូរណភាពបានន័យថាព្រំដែនទឹកគោកអាកាសរបស់ខ្មែរត្រូវតែឯករាជ្យទាំងអធិបតេយ្យភាពគឺការដឹកនាំនយោបាយក្នុងនិងក្រៅប្រទេសរបស់ខ្មែរត្រូវតែឯករាជ្យទាំងពលរដ្ឋខ្មែរគឺឈប់ឲ្យបរទេសមកគំរាមកំហែងមកកាប់សម្លាប់ទៀតហើយគឺពិភពលោកទទួលស្គាល់គោរពពលរដ្ឋខ្មែរគោរពជាតិខ្មែរទាំងមូលហើយគេព្រមអនុវត្តកិច្ចព្រមព្រៀង3ទៀតដែលបងលន់បានបញ្ចេញឈ្មោះ
បំបានមិញនេះគឺកិច្ចព្រមព្រៀង3ហ្នឹងគឺល្អឥតខ្ចោះទី1បង្កើតខ្មែរនៅក្នុងដំណាក់កាលអន្តរកាលគឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាដែលនៅទំព័រ181ដល់207មាន32មាត្រា9ភាគនិង5មកបកសម្ព័ន្ធគឺគេត្រូវអនុវត្តឲ្យបានពេញលេញបើមិនបានពេញលេញទេគឺខ្មែរវេទនាមកដល់ពេលនេះឯងដូចសប្តាហ៍នេះមកពីបរាជ័យដំណាក់កាលអន្តរកាលគឺអ៊ុនតាក់គឺជាអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហជាតិនៅកម្ពុជាគឺអត់បានអនុវត្តចំណុចនីមួយៗដែលគេបានចែងនៅក្នុងដំណាក់កាលអន្តរកាលទេដូច្នេះហើយព្រោះអី SNC គឺជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជាតំណាងឲ្យអធិបតេយ្យខ្មែរឯករាជ្យនិងឯកភាពជាតិខ្មែរទូទាំងដំណាក់កាលអន្តរកាលនៅក្រៅប្រទេសចំនួននោះចាដូច្នេះ SNC បានបែកបាក់ដែលមានភាគីខ្មែរទាំង4ធំៗណាដូច្នេះបែកបាក់ដូច្នេះអង្គការសហជីវជាតិមិនបានសហការគ្នាទេដូច្នេះហើយបរាជ័យដំណាក់កាលអន្តរកាលធ្វើឲ្យយើងមានចារកិច្ចបរទេសនិគមជនកងកម្លាំងបរទេសគ្រប់ប្រភេទនៅកម្ពុជាមិនបានដកចេញធ្វើឲ្យយើងមានអំពើពុករលួយធ្វើឲ្យយើងគ្មាននីតិរដ្ឋរឹងមាំធ្វើឲ្យយើងរដ្ឋធម្មនុញ្ញដឹកនាំតាមបែបប្រជាធិបតេយ្យបែរជារដ្ឋធម្មនុញ្ញដឹកនាំតាមបែបផ្ដាច់ការគេកែតាមអ្វីដែលគេសម្រួលកិច្ចការរបស់គេចាដូច្នេះហើយក្នុងនាមយើងជាពលរដ្ឋត្រូវតែចូលរួមទាញរដ្ឋាភិបាលឲ្យដើរតាមគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសទើបអាចទៅរួចចាបន្តមកកិច្ចព្រមព្រៀងទី2ដែលទី3ដែលគេព្រមអនុវត្តគឺកិច្ចព្រមព្រៀងតាក់ទិនទៅនឹងអធិបតេយ្យភាពនេះឯងកិច្ចព្រមព្រៀងតាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាកិច្ចព្រមព្រៀងនេះមាន8មាត្រានៅទំព័រ270ដល់274 8មាត្រាល្អឥតខ្ចោះមាត្រាទី1គឺតួនាទីកាតព្វកិច្ចរបស់រដ្ឋាភិបាលថ្មីមួយដែលកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវតែបច្ចុប្បន្ននេះយើងមានរដ្ឋាភិបាលថ្មីមួយទេដែលកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវអត់ទេចាដូច្នេះក្នុងនាមយើងជាពលរដ្ឋទាំងមន្ត្រីទាំងចលនាគ្រប់គណៈបកទាំងអស់ត្រូវតែធ្វើយ៉ាងណាឲ្យមានរដ្ឋាភិបាលថ្មីមួយកើតចេញពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទើបអាចទៅរួចទើបប្រទេសយើងឯករាជ្យទើបប្រទេសយើងគិតគូរពីប្រយោជន៍ជាតិយើងចាបន្តមកទៀតគេមាត្រាទី2គឺភាគីហត្ថលេខីនាងខ្ញុំបានរៀបរាប់ភាគីហត្ថលេខីបងប្អូនដឹងតើអ៊ំភូមិញដឹងតែមាន18ប្រទេសចាកុំឲ្យវែងឆ្ងាយពេកគឺបានចុះហត្ថលេខានៅក្នុងហ្នឹងគេបានសន្យាជាលិលាអក្សរចាថាគេឈប់មករំលោភយើងទៀតហើយឈប់មកឈ្លានពានយើងទៀតហើយហេតុអ្វីគេបានរំលោភដូច្នេះយើងមានសិទ្ធិទៅប្តឹងគេមាត្រាទី5គឺបញ្ជាក់ច្បាស់លាស់ណាស់ទុកឲ្យកម្ពុជាទៅប្តឹងឬក៏ពលរដ្ឋខ្មែរទំនាក់ទំនងទៅកិច្ចការទូតធ្វើកិច្ចការទូតឲ្យភាគីហត្ថលេខីទាំងអស់ក៏ហៅប្រជុំដើម្បីរកដំណោះស្រាយការរំលោភនៅកម្ពុជាដែលសៀមកំពុងរំលោភកម្ពុជាសប្តាហ៍នេះដូច្នេះមាត្រាទី5គេទុកឲ្យពលរដ្ឋខ្មែរប្តឹងហើយរដ្ឋាភិបាលខ្មែរប្តឹងបើរដ្ឋាភិបាលមិនប្តឹងទេគឺមានតែពលរដ្ឋហើយភាគីហត្ថលេខីទេដែលជាដំណោះស្រាយមួយដែលយើងត្រូវតែធ្វើទាំងអស់គ្នាបើចង់ឲ្យប្រទេសយើងគេចផុតពីចំនួនភូមិសាស្ត្រនយោបាយនេះបានចាសង្គ្រាមឈ្លានពាននេះបានចាបន្តមកកិច្ចព្រមព្រៀងទី3ដែលគេបានសន្យាគឺសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញអានេះក៏សំខាន់ដែររដ្ឋាភិបាលមិនត្រូវទៅខ្ចីលុយពីបរទេសទៀតទេមិនត្រូវបន្តចម្ពាក់វណ្ឌកលុយថាវិការបរទេសជាដាច់ខាតត្រូវតែយកកិច្ចព្រមព្រៀងទី3នេះមកធ្វើជាគោលគឺយើងអាចអភិវឌ្ឍប្រទេសយើងដោយមានសន្តិសុខដោយមានសន្តិភាពមានប្រសិទ្ធភាពគង់វង្សតកូនចៅខ្មែរចំនួនក្រោយព្រោះភាគីហត្ថលេខីទាំងអស់បានសន្យាជាលិលាអក្សរថាគេផ្ដល់ជាជំនួយអត់សំណងជំនួយជាអតិបរមាជួយដល់ពលរដ្ឋខ្មែរនៅឡើយរដ្ឋាភិបាលហើយពលរដ្ឋខ្មែរទាមទារហើយគេជំនួយទាំងអស់នេះគឺគេគោរពដល់អធិបតេយ្យខ្មែរគោរពដល់សិទ្ធិមនុស្សច្បាស់លាស់ណាស់គេបានសន្យាចាត្រូវធ្វើតាមស្ថាប័នអង្គការសហជីវជាតិ ICORC ចា ICORC ចាស្ថាប័នទន្លេមេគង្គគណៈកម្មាធិការទន្លេមេគង្គគឺជាស្ថាប័នរបស់អង្គការសហជីវជាតិយើងត្រូវស្នើទៅគេហើយពីបន្ទាប់មកគឺរដ្ឋាភិបាលហើយពលរដ្ឋខ្មែរគឺត្រូវការខ្វះអ្វីគេនឹងផ្ដល់ឲ្យនឹងជាអ្វីដែលយើងចង់បានចាដូច្នេះល្អឥតខ្ចោះកិច្ចព្រមព្រៀងទាំង4ហ្នឹងទី1បង្កើតខ្មែរថ្មីមួយ
ទីពីរការពារខ្មែរអធិបតេយ្យភាពគឺការពារយើងចាការពារទាំងពលរដ្ឋទាំងបូរណភាពទាំងអធិបតេយ្យភាពទាំងអស់ទី3គឺឧបត្ថម្ភសេចក្តីថ្លែងការណ៍ស្តីការស្ដារយើងខ្វះខាតអីយើងត្រូវទៅពឹងគេទៅប្រាប់គេពួកជាទូនាទីគេបានចូលរួមដោយប្រយោលឬដោយផ្ទាល់នៅក្នុងចំនួនភូមិសាស្ត្រនយោបាយនៅសង្គ្រាមមុនឆ្នាំ1991ចាសង្គ្រាមរបបនៅសង្គ្រាមព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងមុនឆ្នាំ1991ចាភូមិសាស្ត្រនយោបាយដូច្នេះហើយល្អចាស់នៅឡើយត្រូវការពលរដ្ឋខ្មែរទូទាំងសកលលោកចាស្វែងយល់ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះយើងចែករំលែកគ្នាមុនដំបូងគឺរៀនឲ្យចេះសិនបន្ទាប់មកចែករំលែកគ្នាចាចែករំលែកគ្នាបន្ទាប់មកយើងធ្វើតស៊ូមតិបានន័យថាយើងផ្ញើសារទៅភាគីហត្ថលេខីបញ្ចុះបញ្ចូលគេឲ្យគេជួយគិតដោះស្រាយបញ្ហាដែលយើងកំពុងតែជួបប្រទះនេះចាដូច្នេះសំខាន់ណាស់សូមអំពាវនាវដល់ពលរដ្ឋខ្មែរទូទាំងសកលលោកស្វែងយល់ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីហើយយើងធ្វើតស៊ូមតិទៅភាគីហត្ថលេខីទាំងអស់ចាដើម្បីឲ្យគេគោរពហើយអនុវត្តតួនាទីកាតព្វកិច្ចរបស់គេដែលគេបានចែងជាលិលាអក្សរនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះចាសូមអរគុណ